សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាត្រូវបន្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជននិងនិវត្តជនដែលមានស្នាដៃនិងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយនៅតាមសហគមន៍ខ្ញុំកត់សម្គាល់ឃើញថាគម្រោងនេះមានប្រសិទ្ធភាពណាស់ដោយសារអតីតយុទ្ធជននិងនិវត្តជនខ្លួនឯងមានដីជាកម្មសិទ្ធិដែលជាបតិភិឯចំណែកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាអាជ្ញាធរដែនដីសប្បុរសជននានានិងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមចំណែកបានចូលរួមចំណែកជួយឧបត្ថម្ភជាថវិកានិងសម្ភារៈការនេះជាវប្បធម៌ចែកចម្លែកចំពោះអតីតយុទ្ធជននិងនិវត្តជនធ្វើឲ្យជីវភាពរបស់អតីតយុទ្ធជននិងនិវត្តជនត្រូវបានកែសម្រួលប្រសើរឡើងជាបន្តបន្ទាប់សម្ដេចតេជោបានណែនាំឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ធ្វើការបណ្ដុះបណ្ដាលជំនាញនានាដល់កូនចៅអតីតយុទ្ធជននិងនិវត្តជនដើម្បីឲ្យពួកគេមានការងារធ្វើត្រឹមត្រូវក្រោយអវត្តមានរបស់ឪពុកម្ដាយរបស់ពួកគេផងដែរ